ខ្ញុំប្រកាសណាសូមអ្នកមស្ការចំពោះព្រះដ៏មានព្រះភិក្ខព្រះអង្គជាព្រះអរហន្តព្រះសម្មាសម្ពុទ្ធព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃដោយគោរពស្មើដោយជីវិតសពកាលសូមក្រាបថ្វាយបង្គំចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គទាំងគ្រប់ឋានានុក្រមទាំងអស់ក្នុងខេត្តបាត់ដំបងយើងនេះដែលមានព្រះអង្គគ្រូព្រះមេគុណខេត្តជាអធិបតីសង្ឃជាសង្ឃនាយកជាដើមសូមក្រាបថ្វាយបង្គំចំពោះលោកម្ចាស់គ្រប់ព្រះអង្គដែលមានប្រក្តីគង់នៅក្នុងវត្តសីតវ័នមហាវិហារនេះក្រោមអធិបតីភាពរបស់ព្រះអង្គគ្រូវិជ័យអធិការវត្តជលវរៈធម្មវង្សាចារ្យផងហើយនឹងក្រោមអធិបតីភាពនៃក្រុមប្រឹក្សានៃសង្ឃដែលមានព្រះអង្គគ្រូញាណសារោញាតិធម្មោជាដើមដោយសេចក្តីគោរពនិងដោយសេចក្តីកោតក្រែងជាទីបំផុតសូមគោរពចំពោះគណៈកម្មការលោកអាចារ្យលោកគ្រូប្អូនលោកបងលោកគ្រូអ្នកគ្រូលោកតាលោកយាយបងប្អូនប្រុសស្រីពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ជាពិសេសគឺលោកអ្នកដែលជាម្ចាស់កឋិនទានដែលត្រូវថ្វាយប្រគេនចំពោះសង្ឃក្នុងវត្តសីតវ័នមហាវិហារនេះដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាថ្ងៃនេះគឺជាថ្ងៃសៅរ៍4រោចខែអស្សុជឆ្នាំម្សាញ់សព្វតស្សៈពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី12 11
ខែតុលាគ្រិស្តសករាជ2025នៅក្នុងថ្ងៃនេះបើយើងគិតទៅព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វានកន្លងហើយ2569ព្រះវស្សាហើយតែធម៌និងវិន័យដែលព្រះអង្គទ្រង់សម្ដែងកំពុងតែតាំងនៅក្នុងសន្តានចិត្តនិងបតីរបស់ពុទ្ធបរិស័ទសាវករបស់ព្រះអង្គហាក់ដូចជាព្រះអង្គកំពុងតែគង់នៅដូច្នោះហើយធម្មវិន័យដែលព្រះអង្គទ្រង់សម្ដែងនោះព្រះអង្គទ្រង់ប្រកាសថាជាសាស្តារបស់អ្នកទាំងឡាយហើយតេតិនជាមួយនឹងសម្ពុទ្ធកឋិននេះអង្គកាលនោះព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ទូតឃើញនៅស្រែនៅដែនមគធៈមានរាងជា4ជ្រុងទៅវែងបណ្ដោយនឹងទៅតឹងហើយមានភ្លឺបណ្ដោយវែងមានភ្លឺកាត់ទូតឹងខណៈនោះឯងព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់នឹងព្រះអនន្តមនាលអនន្តអ្នកអាចចាត់ចែងនៅសម្ពុទ្ធសង្កដីក្ដីសម្ពុទ្ធឧត្តរាសង្កៈក្ដីអន្តរវាសកៈក្ដីហើយដូចជាស្រែនៃដែនមេកធៈបានដែរឬអត់ព្រះអនន្តកើតថ្វាយបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំបករណាអាចចាត់ចែងបានជាព្រះអនន្តនឹងចាត់ចែងសម្ពុទ្ធសង្កដីជាដើមឧត្តរសង្កៈអន្តរវាសកៈសុបងនឹងឯងឲ្យដូចជារាងស្រែ4ជ្រុងទ្រវែងតែនៅក្នុងនោះមានសម្ពុទ្ធជាគុសិខ្លះមានសម្ពុទ្ធជាអដ្ឋគុសិខ្លះមានសម្ពុទ្ធដែលជាមណ្ឌលៈខ្លះមានសម្ពុទ្ធឈ្មោះថាអដ្ឋមណ្ឌលៈខ្លះមានសម្ពុទ្ធឈ្មោះថាវិវត្តៈខ្លះមានសម្ពុទ្ធឈ្មោះថាអនុវិវត្តៈខ្លះមានសម្ពុទ្ធដែលឈ្មោះថាគីវយកៈខ្លះមានសម្ពុទ្ធដែលមានឈ្មោះថាចង្ខេយកៈខ្លះហើយនឹងសម្ពុទ្ធមានឈ្មោះថាពេហន្តៈខ្លះព្រះអនន្តបានរៀបចំយ៉ាងត្រឹមត្រូវដើម្បីអនុគ្រោះដល់ភិក្ខុទាំងឡាយក្នុងការស្លៀកក្នុងការគ្របដណ្ដប់ទៅតាមព្រះវិន័យដែលព្រះអង្គទ្រង់បានសម្ដែងតែសម្ពុទ្ធដែលជាសង្កដីនោះឧត្តរសង្កៈ
អន្តរវាសកៈក្តីនោះមិនសម្ពុតដែលយើងទិញមកពីផ្សារទេគឺសម្ពុតមានមុខសម្ពុតសង្កដីហ្នឹងជាសម្ពុតដែលមានមុខប្រឈមជាមួយនឹងវត្តដាក់សម្ពុតហ្នឹងសម្ពុតកូនចាស់ក្រងហ្នឹងគឺជាសម្ពុតប្រឈមជាមួយនឹងវត្តដាក់ជាសម្ពុតប្រឈមជាមួយនឹងកិលេសជាសម្ពុតដែលប្រឈមជាមួយនឹងដែនសីមារបស់មេដោយសារសម្ពុតនឹងមានសភាពយ៉ាងហ្នឹងបានជាព្រះអង្គទ្រង់សម្ដែងនៅក្នុងធម្មបទអនិច្ចកសាវោកាសាវៈយោវត្ថੰបរិតិហិសតិអបេតោតមេសច្ឆេអ្នកសោកាសាវៈមេរហតិយោចៈវន្តកសាវសៈសីលេសុសមាហិតោឧបេតោតមេសច្ឆេអ្នកសវេកាសាវៈមេរហតិដោយសារសម្ពុតនឹងឯងប្រឈមជាមួយនឹងវត្តដាក់ប្រឈមជាមួយនឹងកិលេសប្រឈមជាមួយនឹងអកុសលនានាបានជាសម្ពុតនឹងព្រះអង្គទ្រង់សម្ដែងជួនឯណាដែលមានទឹកជាប់គឺរាគៈតិកិលេសក្នុងសន្តានជួនឯណាដែលមានទឹកជាប់គឺរាគៈកិលេសក្នុងសន្តានបោះបង់ការទូលមាននៅឥន្ទ្រីនិងសច្ចៈស្លៀកដណ្ដប់នៅសម្ពុតកាសាវៈនេះជននោះមិនសមគួរនឹងស្លៀកដណ្ដប់នៅសម្ពុតកាសាវៈនេះឡើយនេះព្រះអង្គទ្រង់សម្ដែងចឹងមិនជារបស់សាធារណៈអ្នកណាយកទៅប្រើប្រាស់ក៏បានប្រើប្រាស់ក៏បានទេជាពិសេសគឺអ្នកដែលនៅមានទឹកចត់គឺប្រើប្រាស់បានចឹងទៅបងគឺនេះព្រះអង្គទ្រង់សម្ដែងហើយបានព្រះអង្គទ្រង់សម្ដែងថាចំណែកជនជនទាំងឡាយណាចំណែកឯជនទាំងឡាយណាដែលមានទឹកជាប់គឺរាគៈតិកិលេសលះបង់ហើយមានចិត្តតាំងមមក្នុងចតុបរិសត្តសិលជាអ្នកប្រកបទៅដោយការទូលមាននឹងឥន្ទ្រីហើយនឹងសច្ចៈបុគ្គលនោះទៅផ្សំស្លៀកដណ្ដប់នៅសម្ពុតកាសាវៈនេះបានឃើញទេចឹងយើងដែលមកធ្វើកឋិនទានដែលមានសម្ពុតកាសាវៈរបស់ព្រះអង្គនេះគឺយើងត្រូវដឹងទិសដៅថាយើងធ្វើសម្ពុតកឋិនទាននឹងដើម្បីអីឃើញទេគឺយើងធ្វើសម្ពុតកឋិនទាននឹងដើម្បីរក្សានៅធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធដែលប្រព្រឹត្តទៅដើម្បីរួចផុតពីវដ្តដាក់រក្សាហ្នឹងរក្សាធម៌ដែលប្រព្រឹត្តទៅដើម្បីរួចផុតពីវដ្តដាក់
ហើយធម៌ដែលប្រព្រឹត្តទៅដើម្បីរួចវិផុតវិវត្តដែរគឺវិបស្សនាគឺសមថៈគឺសតិប្បដ្ឋានគឺអរិយមគ្គប្រកបដោយអង្គ8ប្រការធម៌នឹងឯងគឺជាធម៌ដែលប្រព្រឹត្តទៅដើម្បីលះបង់នៅកិលេសធម៌នឹងឯងដែលប្រព្រឹត្តទៅដើម្បីលះបង់នៅវដ្តដាក់ចឹងសុពុតនឹងតំណាងនៅវិបស្សនាសម្ពុតកឋិនដែលយើងហែហ្នឹងដែលយើងយកមកប្រកេនជាសម្ពុតតំណាងនៃការបដិបត្តិនៅវិបស្សនាជាសម្ពុតតំណាងសមថវិបស្សនាជាសម្ពុតតំណាងសតិប្បដ្ឋានជាសម្ពុតតំណាងអរិយមគ្គប្រកបដោយអង្គ8ប្រការតែដល់តែយើងអត់សិក្សាឲ្យបានច្បាស់លាស់ទេយើងយកសម្ពុតនឹងឯងយកមកបំរើនៅកាមគុណ5ឃើញទេយើងយកសម្ពុតនឹងឯងយកមកបំរើរោគលាភសក្ការៈដោយប្រការផ្សេងខុសអំពីអ្វីដែលព្រះអង្គទ្រង់បានសម្ដែងឃើញទេចឹងបានជាព្រះអង្គទ្រង់សម្ដែងថាតើបុគ្គលនឹងឯងមានរាគ៌តិកិលេសទឹកជាប់លះបង់បានហើយតើបុគ្គលនឹងឯងមានតម្កល់ចិត្តមមក្នុងចតុបរិសុទ្ធសិលមានបដិមោសង្វរៈសិលឥន្ទ្រិយសង្វរៈសិលអាជីវៈបរិសុទ្ធសិលហើយនឹងបច្ចយៈសន្និសិទ្ធសិលតលតែតម្កល់មមនៅក្នុងសិលទាំងឯងហើយសិលនេះគឺជាសិលអីគឺជាអរិយសិលដែលប្រព្រឹត្តទៅដើម្បីទូលមាននៅឥន្ទ្រីប្រព្រឹត្តទៅដើម្បីសច្ចៈហើយសច្ចៈនៅក្នុងទីនេះមានវិរិតិសច្ចៈមានញាណសច្ចៈមានញាណសច្ចៈដែលប្រព្រឹត្តទៅដើម្បីឃើញនៅអរិយសច្ចៈទាំង4នេះជាទុក្ខនេះជាហេតុនាំឲ្យកើតទុក្ខនេះជាធម៌រំលត់ទុក្ខនេះគឺជាបដិបទាដំណើរទៅកាន់ទីរំលត់ទុក្ខអាស្រ័យដោយសុពុតកាសាវៈនេះឯងហើយសុពុតកាសាវៈនេះមិនជារឿងធម្មតាទេណាបើសិនជាអ្នកនឹងនៅក្នុងសាសនាដទៃដូចជានៅក្នុងដេកថៃបរិពាជៈស្រាប់ធម៌ដល់ព្រះដ៏មានពភាកជ្រះថ្លាចូលមកសុំបួសសុំបុព្វជានៃពុទ្ធសាសនាត្រូវនៅបរិវាស4ខែមែនទេលោកបងអូនត្រូវនៅបរិវាស4ខែសិនដើម្បីឲ្យសង្ឃមើលថាតើពិតជាប្រកបពជាជាមួយនឹងធម៌វិន័យនៃព្រះដ៏មានពភាកដែរអត់បើមើលទៅមិនគួរគឺព្រះអង្គសង្ឃអត់មានហៅចូលមកទេតែបើគួរគឺសង្ឃនឹងឯងហៅចូលមកដើម្បីបំពោះគ្របដណ្ដប់នៅសម្ពុតកាសាវៈនេះឯងដែលជាអត្តន័យដ៏ជ្រៅរបស់សម្ពុតកឋិនទានដែលយើងបានធ្វើនេះបើសម្ពុតកឋិនទាននឹងមានតម្លៃម្លឹងប្រឈមជាមួយនឹងការ
លះបង់នៅទឹកចត់គឺរាគៈតិកិលេសជាសម្ពុតដែលប្រកបទៅដោយការតាំងចិត្តមមក្នុងចតុបរិសុទ្ធសេនជាសម្ពុតដែលអ្នកប្រើប្រាស់ត្រូវតែសង្រួមនៅឥន្ទ្រីជាសម្ពុតដែលលោកអ្នកប្រើប្រាស់ត្រូវតែបច្ចៈឃើញនៅអរិយសច្ចៈទាំង4អញ្ចឹងយើងអាចកាន់សពុតកាសាវៈដែលជាសពុតកឋិនទានយើងយួរដោយកត្រកទៅផ្សារបានដែរអត់ថតបានទេអត់អាចកាន់ដោយកត្រកទៅផ្សារអីយួរថង់អីអត់បានទេត្រូវតែគោរពសពុតណាយើងគោរពគុណនៃសម្ពុតនេះព្រះអង្គទ្រង់សម្ដែងស្មើនឹងព្រះអរហន្តឃើញទេគុណនៃសម្ពុតហ្នឹងស្មើនឹងព្រះអរហន្តជាទង់ជ័យនៃព្រះអរហន្តបើសម្ពុតកាសាវៈជាទង់ជ័យនៃព្រះអរហន្តអញ្ចឹងយើងត្រូវយើងជ្រះថ្លាចំពោះកាសាវៈសម្ពុតកាសាវៈនេះយើងមានទិសដៅទៅរកតើតើមានទិសដៅទៅរកព្រះអរហន្តហ្នឹងដែលជាទង់ជ័យហ្នឹងមិនយើងជាថ្លាសម្ពុតកាសាវៈហើយជាថ្លាទៅរកសុគតិមនុស្សទេវតាព្រំរូបព្រំអត់មែនទេជាថ្លានៅសម្ពុតកាសាវៈត្រូវយើងដាក់ទិសដៅនៃជីវិតរបស់យើងតម្រង់ទៅណាគឺតម្រង់ទៅរកព្រះអរហន្តហើយព្រះអរហន្តណាមានព្រះនិព្វានជាទីបំផុតឃើញទេអញ្ចឹងសម្ពុតនឹងគឺជាសម្ពុតបង្ហាញទិសដៅដែលយើងធ្វើសម្ពុតកឋិនទាននឹងទៅរកព្រះនិព្វានស្ដាប់យល់ដែរបើសម្ពុតនឹងមានទិសដៅមានដំណើរតម្រង់ទៅរកព្រះអរហន្តតម្រង់ទៅរកព្រះនិព្វានអញ្ចឹងសម្ពុតនឹងគឺជាសម្ពុតដែលត្រូវលះបង់នៅអត្តភាពទាំង3ឃើញទេសម្ពុតកឋិនទានដែលយើងធ្វើបុណ្យហ្នឹងគឺសម្ពុតលះបង់នៅអត្តភាពទាំង3អត្តភាពទាំង3ទី1អត្តភាពអីនេះណាដឹងលោកប្អូនមកសមុទ្រអត្តភាពទាំង3ទី1គឺអត្តភាពអីអោឡារិកអត្តភាពសុពុតកឋិនទានគឺជាសម្ពុតលះបង់នៅអោឡារិកអត្តភាពទី2អូមេយៈអត្តភាពសម្ពុតកាសាវៈសម្ពុតកឋិនទានជាសម្ពុតដែលប្រព្រឹត្តទៅដើម្បីលះបង់នៅមេណោហើយនឹងទី3អរូបអត្តភាពបងសម្ដែងនៅក្នុងបត្រៃពិដកភា15លោកប្អូនភាពលះបង់នៅមេណោមយៈអត្តភាពលះបង់នៅអរូបអត្តភាពទាំង3ទៅមកទាំង3ឃើញទេអញ្ចឹងហើយបានជាព្រះអង្គទ្រង់សម្ដែងធម្មនាភិក្ខុទាំងឡាយតថាគតសម្ដែងនៅព្រះធម៌ដើម្បីលះបង់នៅអោឡារិកអត្តភាពឃើញទេតថាគតសម្ដែងនៅព្រះធម៌ដើម្បីលះបង់នៅមេណោមយៈអត្តភាពមនីភិក្ខុទាំងឡាយតថាគតសម្ដែងនៅព្រះធម៌ដើម្បីលះបង់នៅអរូបអត្តភាពឃើញទេមិនយើងចូលក្នុងពុទ្ធសាសនាដើម្បីបង្កអត្តភាពមួយទៅអត្តភាពមួយពីអត្តភាពមួយទៅអត្តភាពមួយមិនចេះជាប់អត់មែនទេក្នុងពុទ្ធសាសនាគឺជាសាសនាដែលប្រព្រឹត្តទៅដើម្បីលះបង់នៅអត្តភាពទាំង3
ដោយមគ្គទាំង4ដោយមគ្គដោយលោកុត្តរមគ្គទាំង4ឃើញទេបានព្រះអង្គទ្រង់សម្ដែងតទៅទៀតថាមនាលភិក្ខុទាំងឡាយមនាលភិក្ខុទាំងឡាយកាលណាអ្នកទាំងឡាយលះបង់នៅអោឡារិកៈអត្តភាពហើយលះបង់នៅមេណោមយៈអត្តភាពហើយលះបង់នៅអរូបអត្តភាពហើយបើអ្នកប្រតិបត្តិតាមយ៉ាងហ្នឹងនេះព្រះអង្គទ្រង់សម្ដែងឃើញទេបើអ្នកប្រតិបត្តិតាមយ៉ាងហ្នឹងសង្កិលេសធម៌ដែលសំគួរដល់កិលេសដល់ព្រមទៅដោយកិលេសបានដល់អកុសលចិត្តទុកបាបក៏ឈ្មោះថាអ្នកលះបង់ហើយឃើញទេឃើញទេកាលណាយើងប្រព្រឹត្តតាមនៅឱវាទរបស់ព្រះសម្មាសម្ពុទ្ធដែលមានຂ្នាតមានរូបមន្តត្រឹមត្រូវនៅក្នុងសពុទ្ធកាសាវៈតំណាងនៅព្រះអរហន្តដែរហើយអញ្ចឹងលះបង់អត្តភាពហ្នឹងក៏គឺលះបង់នៅអកុសលចិត្តទុបាប12បាទឃើញលះបាទអត្តភាពទាំង3ឈ្មោះថាលះបង់នៅមេណោមយៈអត្តភាពដែលបានដល់រូបព្រមអត្តភាពក្នុងរូបព្រមកាលណាអ្នកប្រតិបត្តិតាមនឹងលះបង់នៅអរូបអត្តភាពគឺអត្តភាពជាអរូបព្រមឃើញទេអញ្ចឹងមានន័យថាក្នុងសពុទ្ធកាសាវៈមានក្បួនមានຂ្នាតដើម្បីលះបង់នៅអត្តភាពទាំង3លះបង់នៅអត្តភាពទាំង3គឺលះបង់នៅសង្កិលេសធម៌ឃើញទេមិនមែនត្រឹមតែលះបង់នៅសង្កិលេសធម៌ប៉ុណ្ណឹងទេរមែងញ៉ាំងនៅវោទានិយធម៌វោទានិយធម៌ហ្នឹងបានដល់សមថវិបស្សនាអត្ថកថាលោកបញ្ជាអញ្ចឹងបានដល់សមថវិបស្សនាឲ្យចម្រើនឡើងឲ្យលូតលាស់ឡើងឃើញទេអញ្ចឹងការបដិបត្តិដែលកប់នៅក្នុងសម្ពុទ្ធកាសាវៈដែលយើងធ្វើកឋិនទាននេះការបដិបត្តិនឹងបើសិនជាយើងប្រព្រឹត្តតាមនៅឱវាទរបស់ព្រះសម្មាសម្ពុទ្ធមានមុខពីរលះបង់នៅសង្កិលេសធម៌ផងហើយនឹងញ៉ាំងវោទានិយធម៌បានដល់សមថវិបស្សនាឲ្យចម្រើនលូតលាស់ផងឃើញទេចេញពីដូចយើងពិសាបាយចឹងពិសាបាយចឹងពេលដែលយើងប្រសាបាយម្ដងវាមានមុខពីរកម្ចាត់បងនៅសេចក្តីស្រេកឃ្លានផងហើយញ៉ាំងនៅសភាពឆ្អែតផងមែនទេអត់ណាដូចគ្នាអញ្ចឹងបដិបទានៅក្នុងសពុទ្ធកាសាវៈនឹងដូចគ្នាលះបង់នៅកិលេសផងញ៉ាំងនៅសមថវិបស្សនាឲ្យចម្រើនផងសភាពទាំងអស់ហ្នឹងបានទៅចំពោះអ្នកណាដែលប្រតិបត្តិតាមបើអត់ប្រតិបត្តិតាមទេអត់ទេស្អីក៏អត់មានដែរមិនមែនត្រឹមតែប៉ុណ្ណឹងមិនមែនត្រឹមតែលះបង់នៅសង្កិលេសធម៌មិនមែនត្រឹមតែញ៉ាំងវោទានិយធម៌សមថៈនិងវិបស្សនាឲ្យចម្រើនទេឲ្យចម្រើនប៉ុណ្្នឹងទេអ្នកទាំងឡាយនឹងធ្វើឲ្យជាច្បាស់សង្កិលេសធម៌ផងញ៉ាំងនៅវោទានិយធម៌សមថៈវិបស្សនាផងហើយនឹង
រុញច្រានឲ្យជាច្បាស់ដោយបញ្ញាដ៏ឧត្តមខ្លួនឯងជាច្បាស់នៅឯងជាច្បាស់នៅព្រះនិព្វានជាច្បាស់នៅមគ្គបញ្ញានៅផលបញ្ញាឃើញមាននៅក្នុងសពុទ្ធកាសាវៈដល់តែយើងអត់ដឹងទេយើងបានត្រឹមមកគ្រប់ដណ្ដប់ដើម្បីកុំឲ្យវាល្ងាពេកតែប៉ុណ្្នឹងឯងកុំឲ្យវាតិចពេកតែប៉ុណ្្នឹងក៏តាមពេលសពុទ្ធកាសាវៈនេះមានច្បាប់មានទិសដៅមានរូបមន្តនៅក្នុងដែរឃើញទេអញ្ចឹងហើយបានជាមានប្រែតខ្លះងាប់ទៅឃើញទេភ្លើងឆេះមានចំពោះគ្របប៉ុន្តែភ្លើងឆេះចំពោះប្រែតហ្នឹងឃើញទេដោយសារអីដោយសារអត់ដឹងអំពីគុណនៃសម្ពុទ្ធកាសាវៈដែលព្រះអង្គទ្រង់បានឲ្យព្រះអនន្តបានតាក់តែងនេះមកហ្នឹងហើយបងសម្រាប់ធោអរគុណស្រាប់បានដែរអាហ្នឹងលោកអូនម៉ៅសមុទ្រអញ្ជើញសួរភពនឹងដូចខ្ញុំថាអញ្ចឹងចំពោះអោឡារិកៈអត្តភាពបានដល់កាមភពតាំងពីអបាយភូមិដល់ទេវតា6ជាន់មែនទេដល់មនោមយៈអត្តភាពបានដល់រូបព្រមគឺរូបទាំងអស់នឹងដែលមានមហាភូតរូបនឹងគឺមានឥន្ទ្រីពេញលេញបរិសុទ្ធណាស់ជាកងតែជារូបព្រមសម្រាប់ទៅដោយមេណោហើយនឹងអរូបអត្តភាពបានដល់អរូបព្រមអរូបភពអញ្ចឹងភព3ទៅឯងលោកអូនគឺតែព្រះអង្គប្រើព្យញ្ជនៈជាអោឡារិកៈអត្តភាពជាមេណោមយៈអត្តភាពហើយនឹងជាអរូបអត្តភាពស្រាប់បានទេចឹងទីឯងដែលព្រះអង្គទ្រង់សម្ដែងអញ្ចឹងយើងស្ដាប់មកយើងមកធ្វើបុណ្យកឋិនទាននេះហាក់ដូចជាអ្នកដែលបដិញ្ញាអាត្មាអញនឹងបដិញ្ញាប្រព្រឹត្តប្រតិបត្តិតាមនៅគោលការណ៍នៃសម្ពុទ្ធកាសាវៈដែលព្រះអង្គទ្រង់បានបញ្ញត្តិហាក់ដូចអញ្ចឹងណាលោកប្អូនហាក់ដូចជាអញ្ចឹងដូចជាលោកគ្រូបានពាក្យថារៀបពាក្យទីកិលេសមិនន័យថាមានរៀបពាក្យជាដើមក្នុងនោះមានទោសៈផងមោហៈផងល្អហើយសម័យកាលពុទ្ធសាសនាយើងពី2000ទៅ3000នេះអ្នកសម្រាប់អ្នកផលបានត្រឹមណាទីអរហន្តអត់មានដែលសរុបសេចក្តីនោះខ្ញុំឆ្ងល់សួរថាបើក៏តែអ្នកដែលអស់រៀបពាក្យទីកិលេសជាដើមទៅប្រើសម្ពុទ្ធកាសាវៈបានអញ្ចឹងសម័យឥឡូវបានន័យថាអត់មានណាអាចពុះបានឬក៏បម្រើជីវនបានទេឬយ៉ាងដឹងដែរគឺសម្ពុទ្ធកាសាវៈហ្នឹងនៅតែអាចប្រើប្រាស់បានតែអ្នកដែលប្រើប្រាស់ត្រូវទទួលទៅតាមសេចក្តីប្រមាណរបស់ខ្លួនអត់តន់តាមថារៀបចិត្តកិលេសមិនទៅលះទេនឹងតាមធម៌វិន័យតាមព្រះវិន័យដោយចតុអត់ទេចតុនឹកមិនឃើញសូមអត់ទោសហ្នឹងតាមព្រះវិន័យអាចគ្របដណ្ដប់បានតែបើយើងប្រមាថនៅក្នុងសពុទ្ធកាសាវៈយើងទទួលទោសរហូតដល់ព្រះអង្គទ្រង់សម្ដែងសេចក្តីអន្តរាយមាន5សេចក្តីអន្តរាយនៅក្នុងពុទ្ធសាសនាមាន5នឹងតេតិននឹងសំណួររបស់បងប្អូនណាទី1អធិគមៈអន្តរាយទី2បដិបត្តិ
អន្តរាយទី3បរិយត្តិអន្តរាយទី4លង្កិអន្តរាយហើយនឹងទី5ធាតុអន្តរាយមាន5ក្នុងពុទ្ធសាសនាមានអន្តរាយ5ដែរត្រូវតែមានខានអត់បានទេអធិគមៈអន្តរាយអន្តរាយនៅមគ្គផលព្រះនិព្វានឃើញវាមានដំណាក់កាលអញ្ចឹងណាលោកប្អូនអន្តរាយមគ្គផលព្រះនិព្វានបដិបត្តិអន្តរាយអន្តរាយនៅការប្រតិបត្តិដូចជាសមថវិបស្សនាឃើញទេអរិយមគ្គប្រកបដោយអង្គ8ប្រការអន្តរាយមកអស់លីការបដិបត្តិអត់មានអន្តរាយនឹងព្រះអង្គទ្រង់សម្ដែងកាលដែលព្រះអង្គគង់នៅទី3បរិយត្តិអន្តរាយធម៌វិន័យទាំងអស់ដែលមាននៅក្នុងបត្រៃបិដកដែលយើងរៀនសូត្ររាល់ថ្ងៃរបស់ទាំងអស់ហ្នឹងអន្តរាយនៅនាអនាគតហើយទី4លង្កិអន្តរាយភេទអន្តរាយណាសំដៅយកសពុទ្ធកាយសាវៈនេះនឹងអន្តរាយកាលណាភេទសម្ពុទ្ធកាយសាវៈអន្តរាយពុទ្ធសាសនាគឺ0ពុទ្ធសាសនាអត់មានព្រះវិហារអត់ទៅកុំឲ្យតែអត់សពុទ្ធកាយសាវៈពុទ្ធសាសនាអត់មានកฎអត់មានទៅឲ្យតែមានសពុទ្ធកាយសាវៈឃើញទេឲ្យតែមានសពុទ្ធកាយសាវៈដល់យើងអត់ដឹងយើងចេះតែយល់ផ្សេងខុសអំពីពុទ្ធដីកាតែសពុទ្ធកាយសាវៈនេះលោតអន្តរាយអស់ពុទ្ធសាសនាអ្នកសពុទ្ធកាយសាវៈត្រូវអស់ចុងក្រោយគឺសពុទ្ធកាយសាវៈនៅនឹងដៃរបស់កោត្រភូសង្ឃនៅនឹងដៃកោត្រភូសង្ឃសពុទ្ធកាយសាវៈជាមួយនឹងកោត្រភូសង្ឃបុគ្គលនឹងខ្លះចងកកថាខ្លួនឯងជាអ្នកបួសខ្លះចងនឹងដៃថាខ្លួនឯងជាអ្នកបួសតែមានប្រពន្ធមានស្រែមានចំការដូចយើងកុហកអញ្ចឹងអ្នកទាំងអស់នឹងដល់តែស្លាប់អស់ទៅលឹងគេអន្តរាយអស់ហើយលែងមានពុទ្ធសាសនាយល់ទេអញ្ចឹងដាក់បានទេអញ្ចឹងហើយតេតិនជាមួយនឹងប្រធានរបស់ព្រះអង្គប្រធានរបស់ព្រះអង្គដែលយើងតម្កល់នេះព្រះសរិរិកធាតុនេះព្រះសរិរិកធាតុនេះចុងក្រោយនៃអន្តរាយហ្នឹងណាចុងក្រោយនៃសេចក្តីអន្តរាយនៅធាតុរបស់ព្រះអង្គណាព្រះសរិរិកធាតុនៅក្នុងកោះតំពៈបណ្ឌិទ្វីបហ្នឹងគឺយើងថាសរីលង្ការរាល់ថ្ងៃហ្នឹងណាសរីរិកធាតុត្រូវប្រជុំគ្នាទាំងអស់មកកាន់មហាចេតិយនៅប្រទេសសរីលង្កាចេញពីមហាចេតិយមកកាន់នាគចេតិយនៅប្រទេសសរីលង្កាប្រធានទាំងអស់ហ្នឹងចេញអំពីនាគចេតិយទៅកាន់ព្រះពោធិព្រឹក្សមហាពោធិទៅប្រជុំនៅហ្នឹងហើយបានព្រះបរមធាតុទាំងឡាយទាំងអស់នៅពិភពនាគក្តីនៅទេវលោកក្តីនៅរូបព្រំក្តីបានហោះមកព្រមគ្នាទាំងអស់មកប្រជុំនៅមហាពោធិសូនជារូបរាងជា
ព្រះសម្មាសម្ពុទ្ធមួយអង្គសូម្បីតែសិតតែឆ្អឹងសិតតែធាតុឃើញទេមានលក្ខណៈ32អនុព្យញ្ជាអ្នក80អីបញ្ចេញរស្មីប្រវែងមកព្យាមហ្នឹងឯងដូចព្រះអង្គគង់នៅតែហើយរួចហើយតែចូលធាតុដែលនៅក្នុងប្រធានមួយអង្គហ្នឹងបានផុសឡើងបែកទុះខ្ចាយឡើងនៅដឹងនៅពេលហ្នឹងគឺប្រធានក៏អស់ហើយសាសនារបស់ព្រះសមណគោតមបរមគ្រូនៃយើងក៏អស់ដែរឃើញទេអញ្ចឹងឯងអន្តរាយនៃបរិបរមធាតុរបស់ព្រះអង្គគឺអស់សាសនាតែចំពោះអន្តរាយទាំង5ហ្នឹងតើអន្តរាយណាមួយជាមូលគឺបរិយត្តិអន្តរាយគឺធម៌វិន័យដែលព្រះអង្គទ្រង់សម្ដែងនេះឯងកាលណាអត់មានធម៌វិន័យដែលព្រះអង្គទ្រង់សម្ដែងនឹងទេអ្វីអន្តរាយទាំងអស់ទាំងអធិកមៈក៏អន្តរាយទាំងបដិបត្តិក៏អន្តរាយទាំងលង្កៈក៏អន្តរាយទាំងព្រះបរមធាតុក៏អន្តរាយកាលណាបើបាត់បង់នៅបរិយត្តិធម៌វិន័យរបស់ព្រះអង្គទ្រង់បានសំដែងចឹងលោកបងហ្នឹងអន្តរាយបរិយត្តិជាប្រធានដល់ពេលក្នុងអន្តរាយទាំង5នេះហើយដោយតែបានជាបរិយត្តិនៅទី4វិញមិនបាននៅក្នុងកាប់ទី1ពីព្រោះព្រះបរិយត្តិនេះគឺស្ថិតនៅចំកណ្ដាលឃើញទេទាំងអស់5នៅចំកណ្ដាលឃើញទេចន្លោះ2ខាងនេះចន្លោះ2ខាងនោះយល់ទេចឹងនឹងឯងនៅចំកណ្ដាលមកអំពីបរិយត្តិនេះឯងជាមូលនៃពុទ្ធសាសនាកាលណានៅតែមានធម៌វិន័យកាលណាពុទ្ធបរិស័ទធ្វើតាមអ្វីជាធម៌វិន័យដែលព្រះអង្គទ្រង់សម្ដែងគឺអធិកមៈអីហ្នឹងនៅតែមានបដិបត្តិក៏នៅតែមានលង្កៈក៏នៅតែមានព្រះបរមធាតុក៏នៅតែមានដូចជាហ្វូងគោដែលអត់មានមេសិតតែឈ្មោលបាទឈ្មោលទាំងអស់នឹងងាប់ទៅមានពូជបន្តដែរអត់យល់ទេចឹងតែបរិយត្តិធម៌វិន័យដែលព្រះអង្គទ្រង់សម្ដែងដូចជាមេគោចឹងឯងមេគោមាននៅដរាបណាអញ្ចឹងនៅបន្តពូជបានដែរនៅទូចពូជបានសំសួរមួយទៀតដែលគ្រូរៀបរាប់ដល់ហ្នឹងចំណល់ឆ្ងល់ទៅដល់ជាស្លាប់ក្នុងបេដកលេខ28បាទតែកណាតាមតែសូត្របដិកុនេះមាន14គ្រូជាបតាមគឺជាពុទ្ធពុទ្ធរស័ព្ទវិឆានវិសន្តទានមាន7គឺទីពុទ្ធណៃអភិពុទ្ធណៃនឹងមានពុទ្ធជាទានរហូតដល់ពុទ្ធទានពុទ្ធដែលបានមកចេញពីបដិទេផកទេហើយព្រះរាមភិព្រះអង្គទ្រង់សម្ដែងថាមានលក្ខណៈតថាគតមិនដែលធ្លាប់ពោលថាបាហេតុបកវិទ្យាមានផលច្រើនជាងសង្កទាដោយបរិយាយឯណានីមួយឡើយអង្គតែគេថានេះខ្ញុំឆ្លល់ត្រង់ថាអញ្ចឹងការធ្វើទានចំពោះសង្ឃក្នុងបណ្ដាសង្ឃទាំង7ហ្នឹងហើយនឹងធ្វើទានចំពោះព្រះពុទ្ធតើមួយណាដែលថាមានផលច្រើនជាងអរគុណលោកប្អូនម៉ៅសុមុតគឺក្នុងពុទ្ធសាសនាយើងព្រះអង្គទ្រង់ប្រកាសហើយអ្នកដែលទប់គ្រឹះនៃពុទ្ធសាសនាមិនយើងអ្នកស្លៀកសពាក់សទេមិនយើងជាអ្នកស្លៀកសពាក់សនេះអ្នកត្រួតត្រងនៅគ្រឹះនៃពុទ្ធសាសនាគឺអត់មានទេអានឹងអំនួតខ្លួនយើងទេតែយើងចេះតែថាទៅហ្នឹងតែអ្នកដែលទប់គ្រឹះនៃពុទ្ធសាសនាឲ្យតាំងនៅអស់កាលយូរអង្វែងគឺសង្ឃដល់បានទេលោក
cứ sòng tay dương chế thật thà cái này dương bố chia trong bố hụt bố chia và đệ bố cơ lý cả tiền mình chia sòng khía ta tệ khía na tiền thì chẳng hay bán chia niên và chia cô tầm mấy vô sầm puốt bị tiếng tới thoại đó về đồng phía bỏ ống minh trung tôi tuổi mình niên cô tầm mấy châu niên ao tiền cho buộc xong với chỉ lợt tí pi chỉ lợt tí bay mình niên cô tầm mấy ca nè thoại tiền cho buộc xong hả chúng ta bố chia ta tha cuột phóng bố chia và thọ phóng bố sạp bàn ấy chẳng dương nơi không có Phật sát na đi dương thưa ở vây cả đời cứ dương thưa đam bê trôn nơi sọn bởi dương trôn tại bộ cô lá Phật sát na cơ aiตลอดตะเล่นใบบรรยายใบบาดออกหายก็บนแต่ปนอย่างเกี่ยาวัดโทต่างอ้อเดี๋ยวมีในข้องพุทธศาสนาเดี๋ยวยืนเตยย้อนcứยืนเตยทว่ายังเอาส่องนั่งไอ้ถัดหนาดับต้นจังบ้านจีบองตัวสมัยเนื้อเด็กขณะวิเพียงนั่งชักบาลอโซ่ไปแต่สมนูบนถัดแต่ทั่วเตียนจุบุปริสมาสัมพุทธนั่งทั่วเตียนจุมวยนั่งสองในนามเบียนพอลชาอันเจียคือไงแต่ปริสมาสัมพุทธได้ยืนเตยทั่วพอองตั้งในบ้านเตรียมประมาณยั่วเหรอพอองเตยประเด็นนี้เปลี่ยนนะจังเนี่ยนาเด่นในตัวตรงพุทธศาสนาตั้งปีพอองประเด็นนี้เปลี่ยนแต่กันลองปีปอนปรำรวย64 ឆ្នាំแต่មានព្រះសម្មាសម្ពុទ្ធណាមកជ្រោមជ្រែងគឺមានតែសង្សាវៈនៃព្រះដ៏មានវិភាកប៉ុណ្ណឹងបានបត្រៃបិដកនៅមានរហូតដល់ថ្ងៃអត្ថកថាមានរហូតដល់ថ្ងៃដល់បាននេះលោកបងអញ្ចឹងទៅធ្វើចំពោះសង្ឃអញ្ចឹងបានជាព្រះអង្គទ្រង់សម្ដែងបញ្ជាក់ជាមួយនឹងទេរុកម្មកសេដ្ឋីជួបនឹងទេរុកម្មកសេដ្ឋីពេលដែលមានពភាកទ្រង់ត្រាស់ថាមនីខាបដីតកូលនេះនៅតែឲ្យទានអញ្ចឹងឯងបបិទ្ធព្រះអង្គដល់ចម្រើនហើយតកូលរបស់ខ្ញុំនៅតែឲ្យទានអញ្ចឹងតែទានរបស់ខ្ញុំធ្វើទៅជាមួយនឹងព្រះអរហន្តទេមិនមែនជាព្រះអរហន្តអត់ធ្វើទេសេដ្ឋីនឹងក្រាបថ្វាយបង្គំទូលដល់ព្រះនៃពភាកអញ្ចឹងណាបងបានព្រះអង្គសម្ដែងថាអើយមនាលកហបដីហើយសបោតដោយកូនចង្អៀតនៅក្នុងមុងដោយភរិយាកូនចៅប្រើប្រាស់គ្រឿងលំអិតមាសនិងប្រាក់កំរនឹងដឹងថាអ្នកណាជាព្រះអរហន្តណាដែលមិនមែនជាព្រះអរហន្តកំរដឹងយើងដឹងได้រាល់ថ្ងៃអ្នកណាជាអរិយបុគ្គលអ្នកណាជាពុទ្ធជនណាជាអនាគាមីណាជាសោតាបាននេះដឹងដែរល្ងឹតឈឹងគ្មានតែដឹងទេបានព្រះអង្គទ្រង់សម្ដែងថាមនាលខាបដីដូច្នោះអ្នកកប់បីឲ្យទានចំពោះសង្ឃវិញឃើញទេក្នុងពុទ្ធសាសនាដើម្បីសង្ឃហេតុមកពីអីកុំឲ្យយួរពុទ្ធសាសនាទៅលាយឡំជាមួយនឹងបុគ្គលអញ្ចឹងជាថ្លាជាមួយទៅបុគ្គលវាបាត់សង្ឃតែម្ដងគុណប្រសង្ឃប៉ុណ្ណាបាត់តែម្ដងដោយយើងមិនដឹងផ្ដេកផ្ដួលទៅលើតែបុគ្គលនេះបុគ្គលនោះសំណាក់នេះវត្តនេះវត្តនោះបាត់សង្ឃតែម្ដងយល់នេះឯងដែលយើងត្រូវមានចំណេះចេះដឹងនៅក្នុងពុទ្ធសាសនាសង្ឃដែលយើងបង្អោនទៅនេះណាមិនមែនសង្ឃត្រង់វត្តនេះសង្ឃត្រង់វត្តនោះទេគឺសង្ឃមានកំណើតតាំងពីកោដញ្ញៈបានតាំងនៅក្នុងសោតបតិផលហើយទទួលជាអេហេភិក្ខុតាំងពីនឹងមកនោះសង្ឃកំណើតសង្ឃណាលោកបងមិនមែនសង្ឃសីតវ័នមិនមែនសង្ឃអីព្រះមហាគុណកតមិនមែនសង្ឃអីណាស្អីស
xong ấy nữa nè men xong ấy chẳng chẳng thế ọt men thế nâng ta rơ hái châu bộ cổ lại ọt men châu xong thế dốt bị ta xong ấy cứ sầm lân sầm puốt ca sa với tăng miên cầm na tăng pi cao đại nhẹ ba sầm đại bệ phò lại bà ba nó vô đừng á o cần ពុទ្ធបំណងព្រះអង្គទ្រង់ជ្រាបចឹងហើយដល់ព្រះអង្គគង់មានបញ្ជូនដល់នោះមានកំណត់ពីអត់ពីព្រះអង្គទៅនឹងសំហើយព្រះអង្គមិនទទួលសង្កត់តែព្រះមហាវិជាពិធីពុទ្ធដើម្បីថ្វាយទេព្រះអង្គឲ្យថ្វាយដល់សំដើម្បីថាតអនាគតបរិស័ទនឹងគោរពសំបានបច្ច័យ4ដល់សំបានបច្ច័យ4គង់នឹងជាសពសិក្សារៀនសូត្រទ្រង់ត្រៃកេតដល់ពុទ្ធសាសនាគ្រប់5000ព្រោះហេតុដូច្នោះទើបបានព្រះអង្គនឹងទទួល ហើយដល់ពេលសេចក្តីក្នុងរយៈថាខ្ញុំអានទៅមានសេចក្តីសម្រាប់ដែលអានទៅស្មារតីយល់ខ្លួនឯងមានបានន័យថាកថាផានអញ្ចឹងតែនិយាយរឿងដែលអានទៅយល់ចេញសេចក្តីត្រង់ថាដែលព្រះអង្គទ្រង់មិនទទួលដោយខ្លួនព្រះអង្គឯងនោះមិនមែនបានន័យថាព្រះអង្គទទួលទៅបានប៉ុនមិនច្រើនចិត្តផ្សាយសងទេក៏ប៉ុន្តែថាគ្រាន់តែព្រះអង្គទ្រង់ជ្រាបអញ្ចឹងថាព្រះអង្គនៅមិនបានដល់វេឆ្ងាយដល់ទៅដើម្បីឲ្យសងទទួល នាទីថែរក្សាពុទ្ធសាសនាគឺតលបរិស័ទគ្រប់សង្ឃក៏ពេលចឹងទៅអាចដូចថាព្រះអង្គឲ្យសង្ឃបានទទួលការគោរពពីបរិស័ទដើម្បីសង្ឃទទួលធ្វើការងារតពីព្រះអង្គរក្សាបត្រៃទេដល់ដើម្បីពុទ្ធសាសនាគ្រប់5000ត្រូវតែខ្ញុំយល់ត្រង់ថាធ្វើជាពុទ្ធពុទ្ធនឹងត្រូវតែបានបនច្រើនជាងសង្ឃយល់តែជាបដិពុគលិកទានធ្វើជាមួយពុទ្ធណា ជាបដិពុគលិកទេចឹងបាននៅក្នុងព្រះថកថាលោកបញ្ជាក់ថាព្រះសម្មាសម្ពុទ្ធឲ្យទានដល់ព្រះសារីបុត្រនិងព្រះសារីបុត្រឲ្យទានដល់ព្រះសម្មាសម្ពុទ្ធណាមួយមានអានិសង្សច្រើនណាមួយមានផលច្រើនព្រះសម្មាសម្ពុទ្ធឲ្យទានដល់ព្រះសារីបុត្រព្រះសារីបុត្រឲ្យទានដល់ព្រះពុទ្ធតើ ពុទ្ធឯនឹងព្រះសារីបុត្រហ្នឹងណាមួយទានណាមួយដែលមានផលច្រើនមានអានិសង្សច្រើនល្អគឺអត្ថកថាលោកបញ្ជាក់ថាព្រះសម្មាសម្ពុទ្ធអ្នកឲ្យទានដល់ព្រះសារីបុត្រនេះឯងគឺមានផលច្រើនមានអានិសង្សច្រើននេះចំពោះទានដែលជាបដិពុគលិកទានវាតេតួងនឹងចំណេះចេះដឹងក្នុងការឲ្យទានយល់ទេចា ព្រោះចំណេះចេះដឹងរបស់ព្រះសារីបុត្រមិនដូចចំណេះចេះដឹងរបស់ពុទ្ធទេហ្នឹងអញ្ចឹងព្រះសារីបុត្រឲ្យទានដល់ព្រះសម្មាសម្ពុទ្ធមិនស្មើនឹងពុទ្ធឲ្យទានដល់ព្រះសារីបុត្រទេព្រោះព្រះសម្មាសម្ពុទ្ធឆ្លៀសឆ្លាតក្នុងការឲ្យទានយើងអ្នកធ្វើបុណ្យកឋិនទានក៏ដូចគ្នាបើយើងឆ្លៀសឆ្លាតក្នុងការធ្វើបុណ្យកឋិនទាន គឺយើងរមែងមានផលច្រើនមានអានិសង្សច្រើនតែបើយើងធ្វើតាមតគ្នាអត់មានបញ្ញាគិតមុខក្រោយទេគឺផលនៃទានអានិសង្សនៃទានគឺបានទទួលតាមការមិនចេះដឹងរបស់យើងយល់បានប៉ុណ្ណឹងមួយម៉ោងល្មមនឹងសូមអនុមោទនា จ่ายบนแต่เทนนึกแทนตอบเตียนนะยกแบบคุณแปล